សង្គ្រាមនៅអ៊ីរ៉ង់អាចដាក់សម្ពាធដល់កំណើនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីយើងទៅតាមកាសែតក៏សន្តិភាពបានដឹងថាមួយថ្ងៃមុនសហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែលផ្លោងមីស៊ីលដាក់អ៊ីរ៉ង់មានការព្យាករណ៍ថាកម្ពុជារំពឹងថានឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន8លាននាក់នៅឆ្នាំនេះប៉ុន្តែតើការប្រយុទ្ធនេះនឹងប៉ះពាល់ដល់វិស័យទេសចរកម្ពុជាឬទេអ្នកនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសម្នាក់បានអះអាងថាជើងហោះហើរនៅតំបន់បច្ចឹមបូព៌ាជាច្រើនត្រូវលុបចោលហើយកម្ពុជាក៏មានសេវាកម្មដឹកជញ្ជូនផ្លូវអាកាសនៅទីនោះដែរដូច្នេះចង់បញ្ចង់វានឹងជះឥទ្ធិពលដល់វិស័យដឹកជញ្ជូនផ្លូវអាកាសកម្ពុជានៅមុនផ្ទុះការប្រយុទ្ធនេះកម្ពុជាត្រូវបានគេរំពឹងថានឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន8លាននាក់នៅឆ្នាំ2026ខណៈឆ្នាំ2025កន្លងទៅគឺសម្រេចបានត្រឹម6.98លានសារព័ត៌មានបរទេសធំៗបានរាយការណ៍ថាក្រោយការវាយប្រហារក្រុមហ៊ុនអាកាសចរសកលបានប្រកាសផ្អាកជើងហោះហើរនៅទូទាំងបច្ចឹមបូព៌ានៅថ្ងៃសៅរ៍ផែនទីហោះហើរបានបង្ហាញថាដែនអាកាសអ៊ីរ៉ង់ស្ទើរតែទទេស្អាតខណៈដែលអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារអ៊ីរ៉ង់ហើយយុទ្ធអាមេរិកបានប្រួយផ្ដើមការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសនេះដែលអ៊ីរ៉ង់បានសងសឹកដោយការបាញ់មីស៊ីលជាច្រើនគ្រាប់ផងដែរដោយសារដែនអាកាសរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានបិទក្រុមហ៊ុនអាកាសចរភាគច្រើនប្រើប្រាស់ដែនអាកាសបច្ចឹមបូព៌ាប៉ុន្តែសង្គ្រាមថ្មីនេះនឹងធ្វើឲ្យក្រុមហ៊ុនអាកាសចរកាន់តែលំបាក